ដែលខ្ញុំថាធនធានមនុស្សរឹងមាំគឺជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសនិងការកសាងឯករាជ្យភាពជាតិពាក្យថាឯករាជ្យនេះគឺសំខាន់ណាស់គឺភាពម្ចាស់ការរបស់យើងភាពម្ចាស់ការរបស់ជាតិរបស់យើងនៅក្នុងការកាន់កាប់អនាគតរបស់យើងសម្រាប់ចិត្តរបស់យើងប៉ុន្តែយើងដើរថយយើងក្រោយគេប្រៀបធៀបនៅប្រទេសផ្សេងៗជាច្រើនក្នុងអាស៊ានតែយើងចាប់ផ្ដើមចេញពីបញ្ចប់សង្គ្រាមប៉ុន្តែកម្ពុជាមិនបាននៅនឹងថ្កល់20ឆ្នាំមុនទេកម្ពុជាមិនបាន20ឆ្នាំមុនឬមួយ30-40ឆ្នាំមុនទេប្រហែលថ្ងៃនេះខ្ញុំឃើញថាពេលដែលយើងមានទំនាស់ជាមួយព្រំដែនខ្លះជាមួយប្រទេសជិតខាងមានការបញ្ចេញរូបមកកម្ពុជាកាលពីយើងវាយគ្នាជាជនភៀសខ្លួនរត់ទៅជុំទៅពឹងគេរស់នៅជាស្អីចឹងទៅដែលធ្វើឲ្យការសន្និដ្ឋានគិតថាកម្ពុជាយើងនៅតែក្រលំបាកបែបនោះគ្មានសមត្ថភាពអញ្ចឹងការធានានៅភាពម្ចាស់ការរបស់កម្ពុជាគឺជាកិច្ចការសំខាន់ណាស់នៅក្នុងពេលនេះអញ្ចឹងការកសាងសមត្ថភាពមនុស្សការកសាងធនធានមនុស្សមូលធនមនុស្សការកសាងមូលដ្ឋានហិរញ្ញគឺថាសេដ្ឋកិច្ចការកសាងនៅមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងអស់នេះគឺការកសាងមូលដ្ឋានគ្រប់វិស័យលើសមត្ថភាពខ្លួនឯងគឺជាអ្វីដែលយើងត្រូវធ្វើ